liệp phi nè liệp phi năng dễ ti tiếng xây vật lý chạm mô hà liệp hồ hệ nguồn tộc mê សម្រាប់មួនគីថានេះជាមួនគីថាហៅលៀបរបស់ព្រះអង្គសីវលីហើយមួនគីថានេះក៏ជាមួនគីថាមួយនៅក្នុងចំណោមមួនគីថាហៅលៀបជាច្រើនដែលមរតកដូនតាខ្មែរយើងលោកបានចងឡើងដើម្បីសម្រាប់បងប្អូនដែលមាននិស្ស័យអាចយកទៅបដិបត្តិក្នុងជីវិតប្រចាំថ្ងៃដើម្បីចម្រើនការលក់ចម្រើនទៅដោយសេចក្តីសុខនិងចម្រើនទៅដោយលៀបសក្ការៈផ្សេងៗរមែងកើតមានទៅដល់បងប្អូនទាំងឡាយឯណាដែលមានសទ្ធានៅក្នុងព្រះពុទ្ធសាសនាជាពិសេសគឺការមានជំនឿនៅលើគុណរបស់ព្រះអង្គសេវលីជាដើមហើយបងប្អូនមានដឹងទេថាមួនគាថាខ្លះគឺវែងមួនគាថាខ្លះក៏ខ្លីហើយមួនគាថាខ្លះច្រើនមែនទែនប៉ុន្តែមួនគាថាទាំងឡាយទាំងអស់នោះមិនប្រកាសថាយើងតែម្នាក់អាចស្វាធ្យាយបានអស់ឬមួយក៏ស្វាធ្យាយបានពូកែគ្រប់តែមួនទេពុកម៉ែបងប្អូនទាំងអស់គ្នា ប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាថារាល់មួនគីថាទាំងឡាយឯណាដែលបងប្អូនរៀនតន្ត្រីចេះចាំហើយយកទៅបដិបត្តិក្នុងជីវិតប្រចាំថ្ងៃបើសិនជាមានការបដិបត្តិទៅទទួលបានផលទទួលបានលៀបសក្ការៈក៏បងប្អូនព្យាយាមបដិបត្តិជាបន្តចុះហើយសម្រាប់បងប្អូនដែលយកទៅបដិបត្តិដែរប៉ុន្តែមិនទាន់ឃើញមានផលអ្វីឬមួយក៏មិនទាន់មានផ្លែផ្កាអ្វីដែលយើងចង់បានក៏បងប្អូនកុំទាន់បោះបង់ឲ្យសោះ ព្រោះបងប្អូនត្រូវដឹងថាមនុស្សយើងម្នាក់រមែងតែមានបុណ្យពីអតីតដែលយើងបានសន្សំមកហើយបូករួមនឹងបច្ចុប្បន្នក្នុងអត្តភាពនេះយើងជាបុគ្គលដែលជួយចិត្តធ្វើទានថ្វាយទានចំពោះព្រះភិក្ខុសង្ឃឬមួយក៏ធ្វើទានចំពោះបុគ្គលដែលមានសិលជាប្រចាំទៀតអានឹងបុណ្យបូកនឹងបុណ្យនឹងអាចញ៉ាំងផលឲ្យកើតបានភ្លាមណាពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែបើយើងមានបុណ្យពីអតីតប៉ុន្តែក្នុងអត្តភាពនេះយើង មិនសូវជាបានបំពេញទានមិនសូវជាបានបំពេញនៅសេចក្តីល្អដូច្នេះពេលដែលយើងស្វាធ្យាយនៅលើមុនគេថាទាំងឡាយទាំងអស់នោះបែរជាមិនសូវបានដូចអ្វីដែលយើងចង់បានដោយសារយើងខ្វះបុណ្យណាពុកម៉ែបងប្អូនគេថាបុណ្យមានប៉ុន្តែកម្មបាំងប៉ុន្តែបងប្អូនព្យាយាមស្វាធ្យាយឲ្យបានជាប្រចាំថ្ងៃបងប្អូនអនុវត្តពី7ថ្ងៃទៅ21ថ្ងៃណាពុកម៉ែបងប្អូនហើយធ្វើទានជាប្រចាំ នោះផលរមែងនឹងកើតមានម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចទៅតាមអត្តភាពទៅតាមកម្លាំងសទ្ធាដែលយើងមានណាពុកម៉ែបងប្អូនព្រោះបងប្អូនត្រូវដឹងថារាល់មុនគេថាទាំងឡាយដែលយើងតែងតែចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាតែងតែឆ្ងល់ថាមុនច្រើនពេកមិនដឹងថាចាប់យកមួយណាដើម្បីជាគោលដៅដើម្បីយើងស្វាធ្យាយនៅលើមុននោះឲ្យបានជាប្រចាំណា ហើយចម្លើយខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនថាមួនគាថាទាំងឡាយឯណាដែលបងប្អូនគិតថាមានឧបនិស្ស័យក៏បងប្អូនជ្រើសរើសយកមួនមួយនោះចុះពុកម៉ែបងប្អូនព្រោះបងប្អូនត្រូវដឹងថាបុគ្គលម្នាក់គឺមានឧបនិស្ស័យការសន្សំរៀងខ្លួនដោយបុគ្គលខ្លះបានសន្សំជាមួយសាវកទៅប្រាថ្នាចង់ជួបព្រះសម្មាសម្ពុទ្ធ ដល់ពេលបានជួបក៏មិនបានសម្រេចមគ្គផលដែលព្រះអង្គបានត្រាស់សម្ដែងដែរប៉ុន្តែត្រូវបានសម្រេចដោយសារសាវករបស់ព្រះអង្គដែលបានសម្ដែងធម៌ប្រោះណាពុកម៉ែបងប្អូនប៉ុន្តែបុគ្គលខ្លះទៀតទោះនៅទៅដល់ឆ្ងាយម៉ឺនសែនកោតក៏នៅតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទៅប្រោះដែរទោះបុគ្គលនោះនៅតែម្នាក់ឯងក្តីឲ្យតែបុគ្គលនោះបានសន្សំឧបនិស្ស័យជាមួយព្រះអង្គរួចមកហើយកន្លងមកណាពុកម៉ែបងប្អូនដូចមុនគេថាខ្លះបងប្អូនខ្លះត្រូវជាមួយព្រះត្រូវនិស្ស័យជាមួយព្រះ ឧបកុតថេរៈទៅបងប្អូនសូត្រមន្តព្រះឧបកុតទៅបងប្អូនខ្លះត្រូវជាមួយព្រះមហាកញ្ចាយណៈក៏បងប្អូនស្វាធ្យាយនៅលើមន្តព្រះមហាកញ្ចាយណៈទៅបងប្អូនខ្លះជ្រះថ្លានៅលើព្រះអង្គសេវលីទៅគ្រាន់តែស្ដាប់ប្រវត្តិរបស់លោកដូចមាននិស្ស័យជាមួយនឹងលោកក៏ស្វាធ្យាយនៅលើមន្តរបស់លោកទៅ ដូច្នេះរឿងការស្វាធ្យាយនៅលើមួនរបស់ព្រះអរហន្តនេះតួយើងស្វាធ្យាយនៅលើមួនមួយណាក៏បានដែរឲ្យតែយើងគិតថាមួនទាំងអស់នោះត្រូវជាមួយអធិស្ឋានជាមួយនឹងយើងណាពុកម៉ែបងប្អូនហើយដូចមួនដែលខ្ញុំបានសូត្រពីខាងដើមឡើងណាពុកម៉ែបងប្អូន មួននោះគឺជាមួនរបស់ព្រះអង្គសេវលីគឺជាមួនមួយនៅក្នុងចំណោមមួនជាច្រើនដែលបុរាណាចារ្យរបស់យើងលោកបានចងឡើងសម្រាប់ឲ្យកូនចៅយកទៅសូត្រយកទៅបដិបត្តិដើម្បីជាប្រយោជន៍នឹមលៀបនឹមសំណាងមកដល់អ្នកដែលស្វាធ្យាយណាពុកម៉ែបងប្អូនហើយការស្វាធ្យាយឲ្យបានត្រឹមត្រូវគឺមួយថ្ងៃ2ដងក្នុងមួយដងយើងត្រូវស្វាធ្យាយចំនួន9ជាប់យើងត្រូវតែសូត្រអ្នកមោ3ជាប់រួចហើយយើងសូត្រនៅលើគាថានេះឡើងថាលៀបភីអ្នក លៀបភីណាំងយៈទីទាំងសីវលីចៈមហាលៀបភូភវន្តមេម្ដងទៀតលៀបភីអ្នកលៀបភីណាំង
យៈទីទាំងសីវលីចមហាលៀបភោភវន្តមេម្ដងទៀតបងប្អូនគម្រប់3ដងលៀបភីអ្នកលៀបភីណាំងយៈទីទាំងសីវលីចមហាលៀបភោភវន្តមេមួនគាថានេះគឺជាមួនគាថាដែលសរសើរគុណរបស់ព្រះអង្គសីវលីដូច្នេះសម្រាប់បងប្អូនដែលចង់មានលៀបនិងសក្ការៈផ្សេងរមែងកើតមានដល់បងប្អូនទាំងអស់គ្នាចូលបងប្អូនទាំងអស់គ្នាសិក្សានៅលើមួនគាថានេះរួចហើយយកទៅបដិបត្តិក្នុងជីវិតប្រចាំថ្ងៃដោយអ្វីដែលខ្ញុំបានចែករំលែកហើយសម្រាប់វីដេអូនេះគឺគ្រឿងខ្មុរអង្គររបស់យើងខ្ញុំធ្វើជាពិសេសដើម្បីចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់ពេញចិត្តនៅក្នុងការចែករំលែករបស់គ្រឿងខ្មុរអង្គរយើងខ្ញុំក៏សូមត្រឹមតែជួយចុច like ហើយនិង share បើមានចម្ងល់ត្រង់ចំណុចត្រង់ណាដែលបងប្អូនស្ដាប់មិនយល់អត្ថន័យក៏អាចទំនាក់ជា comment នៅខាងក្រោមបានចែករំលែកឡើងវិញដោយគ្រឿងខ្មុរអង្គរ